សូមជូនរឿងមាជាក្អែកការដើមឡើយលើទឹកដីដ៏ធំធេងនេះសម្បូរធនធានធម្មជាតិណាស់មានទន្លេបឹងព្រែកជាច្រើនដែលជាទីជម្រកដ៏សុខសាន្តរបស់សត្វគ្រប់ប្រភេទកាលនោះមានចាពូកមួយវងរស់នៅលើដើមជ្រៃដ៏ធំមួយជាប់មាត់ព្រែកពួកគេបានធ្វើសម្បុករជីងរយូងស្អេកស្កះពាសពេញដើមជ្រៃហើយក៏នាំគ្នារស់នៅប្រកបដោយសំឡេងខ្ញៀវខ្ញាលើរុក្ខជាតិមួយដើមនេះនៅក្នុងតំបន់នេះដែរក៏មានសត្វព្រៃគ្រប់ប្រភេទដូចជាទន្សាយកំប្រុកកណ្ដុរពស់និងបក្សាបក្សីជាច្រើនទៀតបានមករស់នៅមូមីដេដាស់ត្រហឹងអើកថ្ងៃមួយមានសត្វឥន្ទ្រីដ៏ធំមួយបានហោះហើរឆ្វែងរកចំណីសំកាំងពីលើដើមជ្រៃបណ្ដាលឲ្យមេចាពូកភិតភ័យជាខ្លាំងមេវងចាពូកនិយាយទៅកាន់កូនចៅថាពួកយើងទាំងអស់គ្នាខ្ញុំមានការព្រួយបារម្ភណាស់ព្រោះថ្មីនេះមានសត្វឥន្ទ្រីហោះហើរចូលមកដែនដីព្រៃរបស់យើងជាញឹកញាប់មេក្រុមចាពូកបន្តទៀតថាដូច្នេះពីថ្ងៃនេះតទៅចូលពួកយើងមានការប្រុងប្រយ័ត្នការពារកូនចៅឲ្យបានហ្មត់ចត់បើម្នាក់ចេញទៅក្រៅត្រូវទុកម្នាក់ឲ្យនៅចាំសម្បុកហើយពួកយើងទាំងអស់គ្នាកុំហើរទៅរកចំណីឆ្ងាយពេករកក្បែរនេះទៅបានហើយក្រោយពីស្ដាប់ដំបូន្មានមេវងហើយពួកចាពូក៏ប្រុងប្រយ័ត្នរៀងខ្លួនរាល់ថ្ងៃមេវងចាបបានហើរសំដៅទៅទិសខាងលិចជិតភូមិដាច់ស្រយាលដែលមានប្រាសាទបាក់បែកមេវងចាពូបានឃើញក្អែកគូកមួយក្រុមខ្លះពាំកូនមួនខ្លះពាំកូនទាខ្លះពាំសាច់ត្រីដែលអ្នកភូមិប្រឡាក់ហាលយកមកចឹកហើយស៊ីយ៉ាងឆ្ងាញ់មាត់មេវងចាបគិតថាពួកក្អែកគូកនេះពូកែលួចគេណាស់គិតហើយមេវងចាពូក៏ចឹកបានដង្កូវតូចមួយពាំហើរសំដៅទៅដើមជ្រៃពិភាក្សាជាមួយមេចាបប្រតិទៀតដោយក្តីព្រួយបារម្ភព្រោះខ្លាចក្អែកគោកមកលួចពងនិងចឹកកូនស៊ីជាអាហារបន្ទាប់ពីមេចាបជំនុំគ្នារួចហើយក៏ប្រកាសដល់កូនចៅឲ្យរកស៊ីក្បែរមាត់ព្រែកតាមគុំត្រែកមិនហ៊ានទៅឆ្ងាយទៀតឡើយថ្ងៃមួយនៅពេលមេវងចាបហក់ទុំដើមត្រែកពីមួយទៅមួយស្រាប់តែឃើញក្អែកទឹកមួយគូកំពុងមុជងើបយ៉ាងរហ័សហើយលើករលាក់លេបត្រីយ៉ាងញាប់មាត់ឃើញដូច្នេះមេចាពូគិតក្នុងចិត្តថាកន្លងមកព្រែកនេះមិនដែលមានក្អែកទឹកមកទេចុះហេតុអ្វីបានជាពួកគេមកដល់ទីនេះកំពុងតែសញ្ជឹងគិតស្រាប់តែមានសំឡេងក្អែកទឹកមួយគូបានស្រែកសួរដោយរាក់ទាក់ថាសួស្ដីបងចាពូកបងមករកចំណីតាមមាត់ព្រែកនេះដែរឬទេចាពូកភ្ញាក់ព្រឺតឆ្លើយថាអូមែនហើយខ្ញុំមានជំរកនៅម្ដុំនេះជាលំនៅតាំងពីដូនតាខ្ញុំមកម្លេះហើយព្រែកមួយនេះសម្រាប់តែកូនចៅចាបខ្ញុំផឹកទឹកប៉ុណ្ណោះក្អែកទាំងពីរឮហើយក៏សម្ដែងការរាក់ទាក់ជាមួយចាពូកថាអូសុំទោសផងណាបងចាបពួកខ្ញុំមកដល់ទីនេះដោយចៃដន្យប៉ុណ្ណោះតែខ្ញុំគិតថាទីនេះស្រួលរកអាហារណាស់សូមអនុញ្ញាតឲ្យពួកខ្ញុំរកត្រីហូបផងបានទេក្រៅពីនេះពួកខ្ញុំមិនរំខានដល់កូនចៅបងឡើយមេវងចាពូកគិតក្នុងចិត្តថាសប្តាហ៍ថ្ងៃខ្លាចពួកក្អែកគូកណាស់អាចមានថ្ងៃណាមួយពួកវាលួចចំណីអ្នកស្រុកមិនបានវានឹងមកលួចពងឬចាប់កូនចៅឯងស៊ីមិនខានបើមានក្អែកទឹកជាមិត្តគ្រាន់បានជាទីពឹង
មេវងចាពូគិតហើយតបដោយសេចក្តីទុកចិត្តថាខ្ញុំយល់ព្រមឲ្យពួកបងមករកចំណីនៅទីនេះប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយគឺមិនអនុញ្ញាតឲ្យពួកបងមករកចំណីដល់ដើមជ្រៃនោះទេក្អែកទឹករហ័សឆ្លើយថាអរគុណហើយបងចាពូខ្ញុំមិនភ្លេចបណ្ដាំបងទេតាំងពីថ្ងៃនោះមកក្អែកទឹកបានបញ្ជូនកូនចៅរបស់គីមកម្ដងមួយស្ទើរពីពេញបឹងរហូតដល់ព្រែកជិតដើមជ្រៃនោះម្នាក់ពូកែហែលទឹកពូកែមុជទឹកណាស់ដែលជាហេតុធ្វើឲ្យត្រីខ្យងខ្ចៅក្តាមកំពឹសស្ទើរតែផុតពូជត្រីខ្លះប្រឹងត្បល់ក្នុងភក់ត្រីខ្លះខំហែលពួនចូលក្នុងកណ្ដៀតថ្មធ្វើឲ្យទឹកព្រែកដែលធ្លាប់តែថ្លាឆ្វេងប្រែជាល្អក់ស្ទើរតែកូនចៅចាបផឹកទឹកព្រែកនោះមិនកើតថ្ងៃមួយមានមេចាពូកមួយយំរៀបរាប់ប្រាប់មេវងថាលោកម្ចាស់ក្រុមខ្ញុំបាត់សមាជិក 2-3 នាក់ហើយព្រោះពួកខ្ញុំបានទៅរកចំណីដល់ទីប្រាសាទឯទិសខាងលិចត្រូវបានក្រុមក្អែកគូនាំគ្នាដេញចាប់សម្លាប់ហើយស៊ីជាអាហារនៅសល់ប្រមាណអ្នកខំហៅកិច្ចមករកសម្បុកទាំងត្រដាបត្រដួសមេវងចាប់ពូកនិយាយថាពួកយើងចង់នាំគ្នាព្រួតដេញប្រយុទ្ធតតាំងនឹងពួកវាដែរប៉ុន្តែពួកយើងជាសត្វស្លូតត្រង់ទុនខ្សោយខ្លួនក៏តូចពួកយើង10មិនស្មើនឹងខ្លួនវាមួយផងទោះបីយើងលើកគ្នាអស់ពីដើមជ្រៃក៏ចាត់ការពួកវាមិនបានដែរធ្វើដូច្នេះនាំឲ្យស្លាប់ដល់កូនចៅយើងជាច្រើនទៀតបញ្ហានេះចាំខ្ញុំទៅពិភាក្សាជាមួយនឹងក្អែកទឹកសិនព្រោះគេបានសុំយើងរាប់អានជាមិត្តក្រោយពីមេវងចាបពូគិតពិគ្រោះគ្នាហើយក៏ហើរទៅជួបមេវងក្អែកទឹកហើយនិយាយថាបងក្អែកទឹកខ្ញុំមានរៀនធំហើយព្រោះថាពួកក្អែកគូរកចំណីអ្នកភូមិមិនបានបែរជាមកយាយីកូនចៅរបស់ខ្ញុំទៅវិញក្អែកទឹកលឺហើយបាននិយាយអះអាងថាបងចាពូកសូមបងកុំភ័យរឿងប៉ុណ្ណឹងទុកចិត្តលើខ្ញុំចោះខ្ញុំនឹងទៅជួបមេវងក្អែកគូមិនឲ្យពួកគេមកយាយីកូនចៅបងទៀតឡើយតែខ្ញុំមានលក្ខខណ្ឌមួយចាពូកសួរថាលក្ខខណ្ឌអ្វីទៅក្អែកទឹកនិយាយថាគឺខ្ញុំចង់ឲ្យកូនចៅតូចៗរបស់ខ្ញុំរកចំណីក្រោមដើមជ្រៃរបស់បងពីព្រោះទីនោះសម្បូរត្រីដែលចូលចិត្តជ្រកក្រោមឫសជ្រៃណាស់ពេលផ្លែជ្រៃទុំជ្រុះត្រីងើបមកស៊ីវាជាឱកាសងាយស្រួលដល់កូនចៅរបស់ខ្ញុំម្យ៉ាងទៀតក្រោមដើមជ្រៃនេះមានម្លប់ត្រជាក់អាចការពារខ្លួនពេលមេឃក្តៅខ្លាំងមេវងចាប់ពូកលឺហើយនិយាយតបថាខ្ញុំក៏មានលក្ខខណ្ឌមួយដែរខ្ញុំអនុញ្ញាតឲ្យកូនចៅបងរកចំណីនឹងជ្រកក្រោមដើមជ្រៃនេះបានតែរយៈពេល1ខែក្តៅប៉ុណ្ណោះផុតពីខែនេះទៅសូមបងនាំគ្នាត្រឡប់ទៅបឹងវិញចុះពួកគេទាំងពីរក្រុមក៏យល់ព្រមនៅលក្ខខណ្ឌរៀងៗខ្លួនបន្ទាប់មកក្អែកទឹកជាមេវងមួយគូបានហើរឆ្ពោះទៅជួបនឹងមេក្អែកគោកនិយាយថាបងក្អែកគោកហេតុអ្វីបានជាបងសម្រាប់កូនចៅមិត្តភក្តិរបស់ខ្ញុំក្អែកគោកសួរថាមិត្តភក្តិរបស់ឯងជានរណាក្អែកទឹកប្រាប់ថាពួកគេគឺជាចាពូកម្ចាស់ដើមជ្រៃដ៏ធំនោះអីក្អែកគោកថាអូរឿងនឹងទេហីតាមពិតវាជារឿងខុសឆ្គងបន្តិចបន្តួចរបស់កូនចៅខ្ញុំប៉ុណ្ណោះហើយចុះរឿងនេះទុកមួយឡែកសិនទៅខ្ញុំមានរឿងចង់ពិភាក្សាជាមួយបងក្អែកទឹកថារឿងអីទៅសូមនិយាយមកចុះក្អែកគូកនិយាយថាយើងជាអំបូរក្អែកដូចគ្នាយើងកុំបង្កចំនួននឹងគ្នាអីខ្ញុំចង់រកវិធីកម្ចាត់ពួកចាប់ពូកចេញពីដើមជ្រៃយកព្រែកនិងយកដើមជ្រៃឲ្យកូនចៅយើងស្នាក់នៅល្អជាងមែនទេក្អែកទឹកថាចំណុចនេះខ្ញុំបានគិតទុកជាយូរណាស់មកហើយតែពុំទាន់មានឱកាសចាំកូនចៅខ្ញុំធំធាត់បានច្រើនបន្តិចខ្ញុំនឹងកម្ចាត់កូនចៅចាពូ
នេះឲ្យអស់ដើមឈើទាលដើមនាងនួនដើមច័ន្ទគិរីដែលនៅខាងលិចដើមជ្រៃនោះពួកបងយកជាទីជម្រកចុះហើយពួកខ្ញុំសុំតែដើមជ្រៃនិងព្រែកមួយនោះឯងក្រោយពីក្អែកទឹកនិងក្អែកគោពិភាក្សាគ្នារួចហើយពួកវាក៏ហើរចេញទៅទីដទៃរៀងៗខ្លួនចាប់តាំងពីពេលនោះមកគេមិនឃើញមានក្អែកគោមកយាយីឬសម្លាប់ក្រុមចាប់ពូកនោះទៀតឡើយរីឯក្អែកទឹកបន្ទាប់ពីកូនចៅធំធាត់ជាលំដាប់ហើយនោះក៏ជុំនុំគ្នាដាក់បញ្ហាដល់កូនចៅថាឥឡូវដល់ពេលដែលយើងយកព្រែកនិងដើមជ្រៃនេះហើយដូច្នេះអ្នកខ្លះនៅក្នុងទឹកឯខ្លះទៀតហើរទៅលើដើមជ្រៃទាញអង្រួនពងនឹងកូនចាប់ធ្លាក់ចុះមកក្រោមហើយអ្នកនៅក្នុងទឹកចាំចឹកបន្ថែមហើយចាប់ស៊ីកុំឲ្យសល់ចំណែកវាចាប់ពុកធំទុកឲ្យយើងចាស់ជាអ្នកចាត់ការពួកវាមេក្អែកទឹកក្រោយពីការដាក់បញ្ហាដល់កូនចៅអស់ហើយក៏ហើរសំដៅទៅជួបក្អែកគោកជាបន្ទាន់ស្របពេលតែក្រុមចាប់ពូកកំពុងតែស្រែកខ្ញៀវខ្ញានាំគ្នាចូលជំរកមេវងក្អែកទឹកបានទៅជួបមេវងក្អែកគោកដោយស្ងាត់ហើយនិយាយថាបងក្អែកគោកដល់ពេលដែលយើងចាត់ការក្រុមចាប់ពូកនេះហើយក្អែកគោកថាពេលណាក្អែកទឹកថាពេលព្រឹកស្អែកនេះមុនពេលពួកវាចេញរកចំណីយើងសង្គ្រប់ពួកវាតែម្ដងក្រុមមេវងកូនចាស់ពូកដែលហើយចេញពីដើមជ្រៃទុកឲ្យពួកបងជាអ្នកវាយប្រហារឯនៅលើដើមជ្រៃទុកឲ្យពួកខ្ញុំនិងកូនចៅរបស់ខ្ញុំជាអ្នកចាត់ការយើងជួបគ្នានៅពេលព្រឹកស្អែកមុនថ្ងៃរះគិតគ្នារួចហើយពួកក្អែកទាំងពីរក៏បែកគ្នាទៅត្រៀមកម្លាំងរៀងខ្លួនគ្រាន់តែព្រះអាទិត្យរះបានបន្តិចស្រាប់តែពួកក្អែកទឹកនិងក្អែកគោកហើរស្អេកស្កះពេញផ្ទៃមេឃនៅលើដើមជ្រៃបណ្ដាលឲ្យក្រុមចាប់ពូកមានសម្រែកទួញយំគួរឲ្យសង្វេគក្អែកទឹកធំហើយឆាបចឹកសំបុកទម្លាក់ពងនិងកូនចាប់ឲ្យធ្លាក់ត្រសុកចុះមកក្រោមចាប់ពូកខ្លះត្រូវធ្លាក់ក្នុងទឹកបឹងត្រដោរស់តែត្រូវក្រុមក្អែកទឹកចឹកបន្ថែមឲ្យស្លាប់ឯខ្លះទៀតរងរបួសដោយក្អែកទឹកចឹកហើយខំហើរគេចចេញទាំងត្រដោតែត្រូវក្រុមក្អែកគោកមកចឹកបន្ថែមឲ្យបាត់បង់ជីវិតការស្លាប់រង្គាលដោយមហាសោកនាដកម្មមួយដែលគួរឲ្យអាណិតដល់សត្វតូចតាចស្លូតត្រង់ព្រោះតែកលបិចមិត្តទ្រុះមិត្តតែមួយប្រព្រឹត្តភ្នែកម្នោះក្អែកទឹកបានចូលទៅដល់ក្នុងដើមជ្រៃធំនេះហើយគ្រប់គ្រងជាកម្មសិទ្ធិរបស់ខ្លួនគ្រានោះពួកចាប់ពូកត្រូវស្លាប់ស្ទើរតែផុតពូជនៅសល់តែចាប់ពូកញីឈ្មោលមួយក្រុមតូចប៉ុណ្ណោះខំហើរចូលក្នុងភូមិអ្នកស្រុកដើម្បីគេចចេញពីការតាមសម្លាប់របស់អំបូរក្អែកប៉ុន្មានថ្ងៃក្រោយមកមានចាប់មីម៉ាយមួយបានហើររកចំណីទាំងផ្សងព្រេងទៅដល់ដាំត្នោតមួយនៅឯវាលស្រែក៏បានជួបនឹងសត្វឥន្ទ្រីកំពុងចឹកពោះស៊ីជាអាហារមេចាប់ពូកឃើញដូច្នេះអាណិតខ្លួនណាស់ព្រោះនឹកឃើញគ្រួសារខ្លួនធ្លាប់សម្បូរសប្បាយមិនដែលខ្វះខាតអាហារតែមកដល់ពេលនេះខ្លាចជាចាប់អនាថាអត់ឃ្លានទៅវិញឥន្ទ្រីឃើញមេចាប់ស្រក់ទឹកភ្នែកក៏ស្រែកហៅមេចាប់ថាបងចាប់មកនេះកុំខ្លាចខ្ញុំអីខ្ញុំមិនស៊ីបងទេបងមើលណែខ្ញុំស៊ីចំណីនេះមិនអស់ផងមេចាប់ពូកលឺហើយក៏ហើរចូលទៅជិតសត្វឥន្ទ្រីសត្វឥន្ទ្រីបន្តថាហេតុអ្វីបានជាបងយំហេតុអីក៏បងហើរតែម្នាក់ឯងដូច្នេះមេចាប់ពូកស្រក់ទឹកភ្នែកនិយាយយ៉ាងកំសត់ថាគ្រូសាបងប្អូនខ្ញុំស្លាប់ជិតអស់ហើយជំរកក៏គ្មានដែរព្រោះពួកអំបូរក្អែកបានបំផ្លាញសម្បុកខ្ញុំនិងសម្លាប់ពួកខ្ញុំអស់ទៅហើយសត្វឥន្ទ្រីនិយាយទៀតថាកន្លងមកព
ពួកបងចេះតែខ្លាចពួកខ្ញុំមិនដែលមានបំណងចង់ស៊ីពួកបងទេពួកបងជាសត្វតូចតាចស្លូតត្រង់ខ្ញុំមិនដែលចង់សម្លាប់ពួកបងឡើយតែខ្ញុំឃើញពួកបងដូចជាត្រូវគ្នាជាមួយនឹងក្អែកទឹកនោះណាមែនទេមេចាប់ថាមែនហើយតែឥឡូវគេបានខាត់ខ្ញុំទៅហើយសត្វឥន្ទ្រីតបថាបងនឹងទេសត្វក្អែកជាសត្វរពឹសខាងលួចពួកសត្វស្លាបធំគេមិនចូលចិត្តពួកក្អែកនោះទេព្រោះវាជាសត្វក្រឡេកក្រឡុចរមើលគុណថ្ងៃក្រោយគុំសេះគប់នឹងសត្វប្រភេទនេះទៀតឥឡូវបើបងចង់ឲ្យខ្ញុំជួយក៏ហួសពេលដែរឥន្ទ្រីថាហើយក៏ហើរចេញទៅបាត់ឥន្ទ្រីហើរទៅផុតបានបន្សល់ទុកនៅកំទេចសត្វពស់បន្តិចបន្តួចនៅលើធាងត្នោតមេចាបក៏ខំចឹកទាំងស្រក់ទឹកភ្នែកដើម្បីចំអែតក្រពះហើយទុកសាច់ខ្លះបញ្ចុកកូនតូចនិងអ្នករងរបួសដែលហើរមិនទាន់រួចក្រោយមកពួកចាប់ពូក៏នាំគ្នាធ្វើសម្បុកនៅតាមចុងធាងដូងធាងស្លាក្បែរអណ្ដូងទឹកក្បែរផ្ទះអ្នកស្រុកវិញដើម្បីជៀសវាងសត្វក្អែកមកសម្លាប់ចាប់តាំងពីពេលនោះមកសត្វចាប់មិនដែលធ្វើសម្បុកនៅលើដើមជ្រៃក្រឹមឬដើមជ្រៃផ្សេងទៀតឡើយមានថ្ងៃមួយមេចាប់ពូហើរបណ្ដើរកូនតូចដែលទើបនឹងរៀនហើរឲ្យហើរទៅទុំនៅចុងធាងដូងមួយយ៉ាងខ្ពស់សម្លឹងទៅព្រែករបស់ខ្លួនហើយចង្អុលប្រាប់កូនថាកូនមើលណោដើមជ្រៃនោះហើយជាទីជំរករបស់យើងតាំងពីដូនតាមកម្លេះព្រែកនោះហើយដែលពួកយើងធ្លាប់ផឹកទឹកធ្លាប់ងូតទឹកលេងយ៉ាងសប្បាយឥឡូវបានក្លាយជារបស់គេបាត់ទៅហើយគឺជាពួកក្អែកណាកូនអំបូរក្អែកនេះហើយជាឃាតករសម្រាប់សត្វញាតិរបស់យើងចូលកូនចងចាំទុកណាកូនណា